បាទសូមគ្រប់សួស្តីក៏ដូចជាបាទជំរាបសួរទៅដល់ប្រិយមិត្តទូទស្សនិកជនទាំងអស់គ្នាបាទជាពិសេសនឹងអតិថិជនរបស់ភូមិឋានធម្មជាតិថ្ងៃនេះខ្ញុំបានមកដល់ទីស្នាក់ការកណ្ដាលក៏ដូចជា Head Office ធំរបស់ភូមិឋានធម្មជាតិហើយដែលមានស្នាក់ការនៅភូមិក្រសាំងឃុំប្រពោស្រុកស្ទឹងខេត្តកំពង់ធំដែលជាបាទភូមិឃុំជាប់នឹងតំបន់ព្រៃឡង់ផ្ទាល់តែម្ដងអញ្ចឹងបាទភាគច្រើនគោបាទនៅតំបន់នេះគឺសុទ្ធតែជារបស់គេហៅថាអ្នកចំការបងប្អូនណាបាទចំណែកឯភូមិអន្លង់ព្រីងឃុំបន្លាយស្រុកស្ទងដែលខ្ញុំតែងតែបង្ហាញបងប្អូនហ្នឹងគឺបាទហ្នឹងគឺភាគច្រើនអ្នកស្រែណាបាទអញ្ចឹងគឺអ្នកចំការនៅទីនេះហើយអ្នកស្រែនៅទីនោះបាទដោយឡែកខ្ញុំសូមបញ្ជាក់បងប្អូនថាមូលហេតុនេះបានជាយើងបាទមិនបាន stand by នៅទីនេះដោយសារតែឆ្ងាយឡានបងប្អូនណាបាទនៅខាងអន្លង់ព្រីងហ្នឹងគឺនៅជាប់ជាមួយឡានវិរិយបន្ថែមតែម្ដងតែនេះគឺ30គីឡូបាទនេះស្នាក់ការនេះគឺឆ្ងាយពីឡានតែ30គីឡូបានទៅដល់បងប្អូនណាបាទអញ្ចឹងគឺបាទដោយសារតែឆ្ងាយហ្នឹងហើយបានជាយើងបដូរទីតាំងបងប្អូនណាបាទប៉ុន្តែនេះគឺជាស្នាក់ការធំរបស់បាទភូមិឋានធម្មជាតិក្រសាំងកន្លងមកដែលយើងលូកប្រហុកផ្អហ្នឹងគឺនៅទីនេះបងប្អូនណាបាទអញ្ចឹងឥឡូវនេះគឺដែលយើងចង់ដឹងថានៅស្នាក់ការធំរបស់ភូមិឋានធម្មជាតិហ្នឹងគឺមានអ្វីខ្លះខ្ញុំនឹងទៅរៀបរាប់ប្រាប់បងប្អូនថាយើងបានសាងនៅសមិទ្ធផលធម្មជាតិអ្វីខ្លះបងប្អូនតោះ Let's go បាទបងប្អូននៅឆ្លងកាត់ភ្លើងនេះប្រកាសជាឃើញនៅ logo ក៏ដូចជាសញ្ញាមួយនេះមែនទេបងប្អូនបាទតមកបងប្អូនចូលមកដល់បើកបាទខាងស្ដាំដៃងាកមកគឺសុទ្ធតែរំដេងនេះគេហៅរំដេងស្រុកបងប្អូនណាមើលធំណានេះធម្មជាតិសុទ្ធ100បន្ទាប់ពីរំដេងបងប្អូនក៏ឃើញមានដើមលហុងមែនទេបាទបន្ទាប់ពីលហុងបងប្អូនក៏ឃើញមានដើមចេកណាបងប្អូនស្គាល់ដើមចេកទេបាទយើងក៏មានជាស្រកានេះផងដែរដែលយើងកំពុងតែដាំដុះបាទគូសំយូរដែរហើយជិត1ឆ្នាំហើយប៉ុន្តែបានប៉ុណ្ណឹងបងប្អូនណាហើយយើងក៏មានជាពុទ្រាបាទពុទ្រាខ្សែបាទពុទ្រាជូបងប្អូនហើយយើងក៏មានជាសក្រីដែរសក្រីនេះគឺយើងដាំ2000គុំបងប្អូនណាបាទយើងបាយចិត្តទៀតបាទដាំមកុបនេះគឺបងប្អូនយើងនៅមុខការិយាល័យតែម្ដងបាទយើងមានទម្រាស័យផ្អែមបាទជិត2000គុំដែរបាទគិតមកភូមិទៅណាបងប្អូនណាបាទយើងក៏មានអំពិលបាទជិត200គុំដែរបងប្អូនណាបាទអំពិលផ្អែមនិងអំពិលជូរបាទ100គុំបាទនេះឫស្សីផ្អែមបងប្អូនណាបាទយើងក៏មានដើមមានជិត2000ដើមផងដែរយើងក៏មានដើមឃ្លោកបាទជិត20ដើមផងដែរដែលកំពុងតែចេញផ្លែយ៉ាងល្អប្រណិតតាមពុតកូននឹងសំវាយហ្មងបាទយើងក៏មានម្រាមព្រៃយើងមានម្ទេសណាបងប្អូនណាបាទយើងមានដើមត្របែកគីឡូហើយនឹងដើមសាគូបារាំងយើងមានដើមផាសិនបាទដែលកំពុងតែរីកលូតលាស់យ៉ាងខៀវស្រងាត់ក្រហមតែម្ដងយើងមានដើមស្វាយកែវរមៀតដើមស្វាយផ្អែមមិនត្រឹមតែមានយើងក៏មានដើមត្រងែងផងដែរដើមត្រងែងនេះគឺពិតជាល្អមែនទេបាទបងប្អូនឃើញអត់តែច្រឡំថាមានអីសោះកុំច្រឡំហើយនេះជាអំពិលផ្អែមដែលយើងបានដាំរយៈពេលជាងបាទកន្លះឆ្នាំមកហើយបងប្អូនណាឃើញទេបាទនេះគឺជាដើមបកុបដែលយើងដាំនៅមុខគេហដ្ឋានមុខការិយាល័យតែម្ដងបងប្អូនបើសិនជាមិនបានចាប់អារម្មណ៍យើងមិនដឹងទេថាដើមសណ្ដែកបាទគូនេះគឺវាកំពុងតែចេញផ្កាចេញផ្លែយ៉ាងបាទត្រឈឹងត្រឆៃតែម្ដងបងប្អូនជួយប្រាប់ខ្ញុំមកបងយកបននៅបងប្អូនដើរបាទមិនមើលមុខមើលក្រោយទេប្រកាសជាជន់ដើមត្រប់វែងរបស់ខ្ញុំដែលបាទក្រិនទៀបនៅក្នុងនេះតែម្ដងថាម៉េចបានជា10ឆ្នាំទៀតខ្ញុំនឹងបានខ្នោណាំងរមៀតក៏ដូចជាខ្នោការ៉ុតញ៉ាំបាទនេះជាក្រូចផ្លុងដែរបាទមើលទៅគឺមិនតំណងជារសទេអូយគឺមាត់សម្រាប់អបិយជំនឿមិនសមហេតុផលថាញ៉ាំស្ពឺទៅសាបសាយចង្កេះសូមបញ្ឈប់ត្រឹមហ្នឹងបាទយើងក៏មានសាម៉ាព្រៃផងដែរដែលមានរសជាតិឆ្ងាញ់បាទជាងសាម៉ាស្រុកសម្រាប់បងប្អូនដែលមិនដែលធ្លាប់សាកត្រសក់ព្រៃយើងក៏មានត្រសក់ព្រៃផងដែរដែលមានរសជាតិឆ្ងាញ់បងប្អូនណាយើងក៏មានដើមលហុងធម្មជាតិជាង2000ដើមដែលក្នុង2000ដើមនោះគឺមានញីតែ2នឹងទេប៉ុន្តែនឹងគឺឈ្មោលទាំងអស់បាទវាជាអកុសលដែលយើងបាទដាំឫស្សីនេះហើយគឺវាបាទជួបជាមួយនឹងគេហៅថាហេតុការណ៍មិនគួរឲ្យជឿវាក៏បានចេញជាទំពាំងបាទយ៉ាងល្អអញមកក្បាលបូមហ្នឹងលើផងដែរក្រៅពីដំណាំដែលបានរៀបរាប់យើងក៏មានជាអំពៅផ្អែមបាទសម្រាប់បងប្អូនដែលចូលចិត្តផឹកទឹកអំពៅ500មួយកែ500មួយកែ1000ឥឡូវនេះគឺត្រៀមណាពួកយើងកំពុងតែដាំដុះអូបាទហើយនេះគឺជាទំពាំងស្នងឫស្សីដែលវាល្អមែនទែនក្រឡេកមើលទៅដើមត្រងែងមួយនេះហាក់ដូចជាគ្មានរសជាតិអីទេប៉ុន្តែឃើញថាល្អស្រស់បំព្រងតែម្ដងបាទនេះគឺជាសាគូបារាំងដែលអ្នកទាំងអស់គ្នាមិនដែលដឹងថាវាឆ្ងាញ់ប៉ុណ្ណានោះទេបាទយើងដាំបាន2លានដើមនេះគឺអំពិលផ្អែមបាទដែលមានគេហៅថាពណ៌ខៀវស្រងាត់បាទសុទ្ធតែដង្កូវស៊ីបងប្អូនមានដឹងទេនៅក្នុងសេតាវិមានរបស់មណាមិញរ៉ាគឺមានកញ្ចុះមួយយ៉ាងស្រស់ស្អាតដែលមានបាទដើមមានចំនួន4ដើមហុំព័ទ្ធជុំវិញត្រងៀនមិនដឹងម៉ែងាយមិនដឹងគឺឃើញថាល្អខ្លាំងមែនទែនសុទ្ធតែដង្កូវស៊ីបាទឃើញទេបងប្អូនបាទគឺនៅជុំវិញសេតាវិមានយើងក៏មានជាដើមផ្ទីចម្រុះពណ៌មានតាំងពីខៀវពណ៌ស្វាយឬក៏ពណ៌បាទលឿងបងប្អូនមានដឹងទេបាទនៅផ្ទៃដីលំហបាទជាង300ហិកតាទៅខាងក្រៅនេះគឺសុទ្ធតែជាចំការឫស្សីនិងចំការព្រីងក៏ដូចជាចំការបាទអំពិលបងប្អូនសូមធ្វើការអត់ធ្មត់បន្តិចផាសិនរបស់យើងកំពុងតែធ្វើការឡើងទ្រឹងហើយអញ្ចឹងរងចាំប្រហែលជា1ឆ្នាំទៅ2ឆ្នាំទៀតបងប្អូននឹងបានផាសិនពីភូមិឋានធម្មជាតិយកទៅញ៉ាំញាក់សាច់ទៅមុខចម្ងាយ200ម៉ែត្របាទទៅដល់ផ្លូវបងប្អូនណាបាទគឺសុទ្ធតែរុក្ខជាតិបាទហើយនេះគឺបាទចម្ងាយបាទប្រហែលជា300ម៉ែត្រទៅខាងក្រោយបាទជាបាទទីតាំង Head Office របស់ភូមិឋានធម្មជាតិអរគុណច្រើនជម្រាបលាអញ្ចឹងបងប្អូនបានឃើញពីការ detail ក៏ដូចជា description about ខ្ញុំម្ចាស់ brand ភូមិឋានធម្មជាតិហ្នឹងណាបាទអញ្ចឹងទាំងអស់នេះគឺជាសមិទ្ធផលដែលយើងនឹងត្រៀមជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាអតិថិជនរបស់ភូមិឋានធម្មជាតិអញ្ចឹងសង្ឃឹមថាបាទបងប្អូននឹងអាចចូលជើងបានដល់ពេលនោះបងប្អូនណាហើយបើសិនជាបងប្អូនចង់មកទស្សនាបងប្អូនអាចចូលទៅ review នៅក្នុងបាទ location របស់យើងបានភូមិឋានធម្មជាតិកសាំងអូខេបងប្អូនបាទក្រៅពីនេះខ្ញុំបាទសូមអរគុណបាទចំពោះការតាមដានក៏ដូចជាបងប្អូនដែលបានគ្រប់គ្រងនៅផលិតផលឬក៏ទំនិញផ្សេងៗជាភូមិឋានធម្មជាតិអញ្ចឹងសង្ឃឹមថាយល់ណាបងប្អូនណាអរគុណច្រើនសូមគោរពលាបងប្អូននៅមិនទាន់អស់នោះទេគឺយើងក៏មានជាផ្លែថ្លោកបាទយើងមានថ្លោកបងប្អូនណាសម្រាប់បងប្អូនដែលចូលចិត្តថ្លោកបាទបងប្អូនអាចមកដល់ភូមិឋានធម្មជាតិបានបងប្អូនណាបាទហើយយើងដាំបានជាង2000ដើមដែរបងប្អូនណាបាទអានេះគឺហើយនឹងរុក្ខជាតិចម្រុះដទៃទៀតបាទរាប់លានដើមនៅទីនេះតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលកុំភ្លេចណាមកទស្សនាកុំភ្លេចចូលមកដល់ភូមិឋានធម្មជាតិមានសពមានគ្រប់តែម្ដង